បុគ្គលម្នាក់ជាអ្នកសារព័ត៌មានឈ្មោះថាព្រាបផានីប៉ុន្តែបែរជាបានយកឈ្មោះរបស់លោកសុកប្រសិទ្ធដែលមានតួនាទីជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងព័ត៌មានដោយបានយកទៅបោកប្រាស់អ្នកដទៃហើយទៅយកធ្វើរឿងអំពើខុសច្បាប់ដូចជារត់ការដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលជាអំពើផ្ទុយនឹងច្បាប់ទៅវិញមិនត្រឹមតែយកឈ្មោះក្នុងការប្រព្រឹត្តនៅអំពើខុសច្បាប់ទេបែរជាយកឈ្មោះនិងកិត្តិយសរបស់លោកសុកប្រសិទ្ធទៅដើរចម្រិតទាលុយគេដែលមិនអាចអត់ឱនឲ្យបាននោះទេនៅពេលនេះក្រុមជំនួយការលោកសុកប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានបានរៀបចំដាក់ពាក្យបណ្ដឹងដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលព្រាបផានីដែលជាអ្នកសារព័ត៌មានផងដែរក្រុមជំនួយការលោកសុកប្រសិទ្ធទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងជារដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រកាសការពីយប់ថ្ងៃទី28ខែសីហាឆ្នាំ2026ពាក់ព័ន្ធបុគ្គលម្នាក់ដែលមានឈ្មោះថាព្រាបផានីគឺជាអ្នកសារព័ត៌មានផងដែរដោយបានយកឈ្មោះនិងអត្តសញ្ញាណរបស់លោកសុកប្រសិទ្ធនិងតាំងខ្លួនឯងថាជាជំនួយការផងដែរដោយបានយកទៅប្រើប្រាស់គ្មានការអនុញ្ញាតនៅក្នុងគោលបំណងតាក់ទងទៅបុគ្គលផ្សេងៗដើម្បីបង្កើតឲ្យមានការយល់ច្រឡំនិងអាចនាំឲ្យមានការបោកប្រាស់ឬក៏ការស្នើសុំនៅផលប្រយោជន៍ផ្សេងៗជំនួយការលោកសុកប្រសិទ្ធសូមបដិសេធដាច់ខាតចំពោះការរាល់អះអាងការទំនាក់ទំនងឬសកម្មភាពរបស់បុគ្គលឈ្មោះព្រាបផានីនេះដែលបានយកឋានៈនិងអត្តសញ្ញាណរបស់លោកសុកប្រសិទ្ធទៅប្រើប្រាស់ដើម្បីអះអាងថាអាចរត់ការឬជួយដោះស្រាយកិច្ចការណាមួយដែលផ្ទុយនឹងច្បាប់ឬនីតិវិធីរបស់រដ្ឋនៅក្នុងនេះក្រុមជំនួយការបានរៀបចំនៅឯកសារនិងពាក្យបណ្ដឹងដើម្បីបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការទៅតាមនីតិវិធីច្បាប់ផងដែរដូច្នេះសូមឲ្យបងប្អូនអរគ្នាកុំមានការយល់ច្រឡំចំពោះការអះអាងរបស់ឈ្មោះព្រាបផានីដែលជាអ្នកសារព័ត៌មានដែលហ៊ានយកឈ្មោះរបស់លោកសុកប្រសិទ្ធដែលជាទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងព័ត៌មានទៅប្រើប្រាស់នៅក្នុងអំពើខុសច្បាប់ខ្ញុំគិតថាជារឿងមួយដែលមិនគួរកើតឡើងតតែសោះដែលខ្លួនឯងជាអ្នកសារព័ត៌មានមួយរូបដែរឈ្មោះព្រាបផានីនេះបែរជាមានគំនិតទុច្ចរិតនិងបង្កើតឲ្យមានការភ័ន្តច្រឡំដោយយកឈ្មោះរបស់លោកសុកប្រសិទ្ធលោកសុកប្រសិទ្ធមានតួនាទីខ្ពង់ខ្ពស់ណាស់គឺជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងជារដ្ឋលេខាធិការក្រសួងព័ត៌មានលោកខិតខំសពគ្រប់បែបយ៉ាងដើម្បីបម្រើរដ្ឋបម្រើរាស្ត្រនិងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយសារតែកេរ្តិ៍ឈ្មោះរបស់លោកសុកប្រសិទ្ធល្អប្រសើរនិងមានភាពល្បីល្បាញនៅក្នុងសង្គមមានការទទួលស្គាល់បានជាបុគ្គលខិលខូចមួយចំនួនដូចជាលោកព្រាបផានីនេះបានឆ្លៀតឱកាសនៅក្នុងការយកឈ្មោះរបស់លោកសុកប្រសិទ្ធទៅអះអាងធានារត់ការនៅអំពើខុសច្បាប់ផ្សេងៗដូចជាចម្រិតទារប្រាក់ពីអ្នកដទៃដែលជាអំពើមួយមិនអាចអត់ឱនឲ្យបានទេតែនៅពេលនេះឃើញថាក្រុមជំនួយការលោកសុកប្រសិទ្ធបានរៀបចំឯកសារនិងពាក្យបណ្ដឹងដើម្បីដាក់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងទេចំពោះបុគ្គលព្រាបផានីហើយក៏សូមផ្ដាំផ្ញើទៅកាន់បុគ្គលដទៃទៀតដែលមានការពាក់ព័ន្ធទៅនឹងករណីនេះសូមដកខ្លួនជាបន្ទាន់បើនៅតែបន្តប្រព្រឹត្តនៅអំពើខុសច្បាប់ក៏ដូចជាយកឈ្មោះរបស់លោកសុកប្រសិទ្ធទៅប្រើប្រាស់នៅក្នុងគោលបំណងខុសច្បាប់និងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេខ្ញុំឆៃកណៀតពីអង្គភាពសារព័ត៌មានកម្ពុជាឈ្នះ